បាទគ្រប់ជំរាបសួរសួស្តីលោកគ្រូហើយនិងមិត្តរួមថ្នាក់ទាំងអស់គ្នាបាទនឹងអឺខ្ញុំបាទផាសុផលជាគ្រូនិស្សិតបំរុងមកពីថ្នាក់កថ្ងៃនេះខ្ញុំនឹងមកធ្វើការបកស្រាយនៅវិជ្ជា learning assessment ដែលបកស្រាយនៅប្រធានបទការឆ្លុះបញ្ចាំងអំពីការធ្វើតេស្ត PISA ជាប្រធានបទដែលត្រូវឆ្លុះបញ្ចាំងនៅក្នុងសប្តាហ៍ទី8អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមអឺធ្វើបទបង្ហាញចូលមកដល់បន្ទាប់ពីប្រធានបទគឺខ្ញុំមានគោលបំណងរបស់ប្រធានបទនេះគឺដើម្បីស្វែងយល់អំពីប្រព័ន្ធវាយតម្លៃសមត្ថភាពសិស្សតាមលក្ខណៈអន្តរជាតិចូលមកដល់ slide បន្ទាប់ទៀតខ្ញុំមានមេត្តារបស់ខ្ញុំគឺមាន4ចំណុចគឺនិយមន័យមុខវិជ្ជាគោលនៃតេស្តភាសាគោលបំណងនៃការធ្វើតេស្តភាសានិងសារៈសំខាន់នៃតេស្តភាសាអញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយតាមចំណុចនីមួយៗរបស់វេទិកានេះ slide បន្ទាប់នេះគឺចំណុចទី1គឺនិយមន័យរបស់PISA នេះគឺជាអ្វីណា PISA ហ្នឹងបាទវាមានឈ្មោះពេញគឺ Program for International Student Assessment វាគឺជាកម្មវិធីអន្តរជាតិសម្រាប់វាយតម្លៃលទ្ធផលសិក្សារបស់សិស្សដែលមានអាយុ15ឆ្នាំវាបង្ហាញពីកម្រិតសមត្ថភាពរបស់សិស្សនៅក្នុងការប្រើប្រាស់ចំណេះដឹងដែលបានរៀនយកទៅដោះស្រាយបញ្ហាក្នុងជីវិតរស់នៅជាក់ស្ដែងបាទអញ្ចឹងគឺការធ្វើតេស្ត PISA ហ្នឹងបាទគឺគេនិយមន័យរបស់វាហ្នឹងគឺគេធ្វើតេស្តទៅលើសិស្សឬកុមារដែលមានអាយុ15ឆ្នាំហ្នឹងដើម្បីបង្ហាញថាគាត់បានរៀនចេះដឹងអីខ្លះគាត់អាចយកទៅដោះស្រាយបញ្ហាអីបានខ្លះនៅក្នុងជីវភាពជាក់ស្ដែងរស់នៅរបស់គាត់ហ្នឹងអញ្ចឹងតេស្ត PISA ហ្នឹងវាជាវាយតម្លៃដែលមិនផ្ដោតលើការទន្ទេញចាំមេរៀននៅក្នុងសៀវភៅពុម្ពឡើយប៉ុន្តែវាផ្ដោតទៅលើការយល់ដឹងនិងការរំលឹកបាទអញ្ចឹងមានន័យថាវាផ្ដោតទៅលើថាសិស្សហ្នឹងគាត់ឧទាហរណ៍សិស្សឧទាហរណ៍គាត់អានទៅលើអត្ថបទអំណាមួយចឹងគាត់អានហើយគាត់អាចយល់អត្ថបទនឹងបានអត់គាត់អាចយល់បានប៉ុណ្ណាគាត់អាចយកអំណាចដែលគាត់បានអានហ្នឹងទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅរបស់គាត់បានដែរអត់តែគាត់អានហើយគាត់យល់ដែរអត់គាត់អាចបកស្រាយពីអំណាចដែលគាត់បានអាននឹងដែរអត់ពីអត្ថបទខ្លីអីមួយចឹងទៅដែលគាត់អាចអានហើយគាត់អាចយល់បាទហ្នឹងគឺជានិយមន័យរបស់វាខ្ញុំសូមចូល slide បន្ទាប់ slide ចំណុចទី2ចំណុចទី2មុខវិជ្ជានៃ PISA មានន័យថាមុខវិជ្ជានៃ PISA ហ្នឹងគឺគេធ្វើតេស្តចំនួន3មុខវិជ្ជាវាគឺមុខវិជ្ជានៃ PISA បើនេះគេធ្វើតេស្ត3មុខវិជ្ជាហ្នឹងចាអញ្ចឹងគេ PISA គឺផ្ដោតសំខាន់ទៅលើអក្ខរកម្មអឺចំនួន3បាទអក្ខរកម្មចំនួន3ហ្នឹងគឺអំណាចគណិតវិទ្យាហើយនិងវិទ្យាសាស្ត្រដែលអំណាចគឺសិស្សដែលមានវ័យអាយុ15ឆ្នាំហ្នឹងគាត់មានសមត្ថភាពយល់អត្ថបទចាប់យកខ្លឹមសារសំខាន់ចេះវិភាគហេតុផលពីអត្ថបទដែលបានអានឧទាហរណ៍ការអានយល់ពីអត្ថបទមានន័យថាគាត់អានបានស្ទាត់ហើយគឺគាត់យល់ពីអត្ថបទដែលគាត់បានអានហ្នឹងមានអត្ថន័យអប់រំបែបណាឬក៏អត្ថន័យបែបម៉េចហើយគាត់អាចបកស្រាយប្រាប់គេបានអីចឹងណាបន្ទាប់ពីគាត់បានអានអត្ថបទហ្នឹងហើយហ្នឹងទៅចូលមកដល់អក្ខរកម្មគណិតវិទ្យាសមត្ថភាពប្រើប្រាស់លេខនិងរូបមន្តដើម្បីបកស្រាយនិង
នឹងដោះស្រាយបញ្ហាតាមស្ថានភាពផ្សេងផ្សេងឧទាហរណ៍ជាក់ស្ដែងគណនាអត្រាប្តូរប្រាក់បាទចំណុចនេះមានន័យថាឧទាហរណ៍ឥឡូវគាត់ទៅទិញអឺក្មេងៗគាត់ទៅទិញនំយ៉ាងចាស់គាត់ទៅទិញនំគាត់មានលុយមានអីយ៉ាងទៅគឺគាត់ទិញឧទាហរណ៍ថាលុយគាត់5000ហ្នឹងទៅគាត់ទិញអស់3500ហ្នឹងទៅគឺគាត់អាចដឹងថាលុយរបស់គាត់អាចអាប់មកវិញបានប៉ុន្មានបាទហ្នឹងបានន័យថាគាត់ប្រើប្រាស់គណិតវិទ្យានៅក្នុងជីវភាពរស់នៅរបស់គាត់ស្ថានភាពជាក់ស្ដែងរបស់គាត់ហើយបាទគាត់អាចមានសមត្ថភាពគិតលេខបានបាទអាចប្រើប្រាស់រូបមន្តបានដើម្បីដោះស្រាយអីចឹងទៅបាទអាហ្នឹងគឺគេធ្វើតេស្តលើមុខវិជ្ជាអក្សរការគណិតវិទ្យាហ្នឹងក៏នៅចំណុចហ្នឹងបាទហើយចូលមកដល់ចំណុចបន្ទាប់នេះគឺអក្សរកម្មវិទ្យាសាស្ត្រអក្សរកម្មវិទ្យាសាស្ត្រហ្នឹងគឺគេសំដៅទៅលើសមត្ថភាពយល់ដឹងអំពីបាតុភូតធម្មជាតិបញ្ហាបរិស្ថាននិងការប្រើប្រាស់ផុសវត្ថុทางវិទ្យាសាស្ត្រដើម្បីធ្វើការសន្និដ្ឋានបាទចំណុចនេះហ្នឹងខ្ញុំយល់ឃើញថាសិស្សហ្នឹងគាត់អាចយល់អាចតាមស្មានទុកមុនអញ្ចឹងណាគាត់អាចតាមស្មានទុកមុនបើសិនជាគាត់ឃើញថាមិនរៀងសតុំគាត់អាចតាមស្មានថាមិនហ្នឹងរៀងសតុំអញ្ចឹងអាកាសធាតុគឺមិនសូវក្តៅអីចឹងទៅហើយអាចនឹងមានភ្លៀងអីចឹងទៅមានខ្យល់ខ្លាំងអាចនឹងមានភ្លៀងអីចឹងទៅអាហ្នឹងគឺជាសមត្ថភាពអក្សរកម្មវិទ្យាសាស្ត្ររបស់គាត់ហ្នឹងចូលមកដល់ស្លាយបន្ទាប់ស្លាយបន្ទាប់គឺចំណុចទី3គឺគោលបំណងនៃការធ្វើតេស្តភាសាចឹងតេស្តភាសានេះគេមានគោលបំណងអីដែលបានគេហៅតេស្តភាសាណាបងចឹងមកហៅគេធ្វើតេស្តភាសាហ្នឹងគឺដើម្បីវាស់ស្ទង់ថាតើសិស្សត្រៀមសិស្សដែលត្រៀមបញ្ចប់ការសិក្សាកម្រិតមូលដ្ឋានមានចំណេះដឹងនិងជំនាញគ្រប់គ្រាន់សម្រាប់ជីវិតពេញវ័យនិងការងារនាពេលអនាគតហើយឬនៅគេធ្វើតេស្តដើម្បីដឹងមើលថាយុវជនជំនាន់ក្រោយហ្នឹងបើគាត់មានសមត្ថភាពអាចក្លាយជាមនុស្សពេញវ័យអាចមានសមត្ថភាពធ្វើការងារអីមួយនៅពេលអនាគតបាននៅអញ្ចឹងទៅបាទហើយខ្ញុំសូមចូលមកដល់ចំណុចបន្តទៀតបាទចំណុចបន្តទៀតហ្នឹងគឺអឺដើម្បីត្រួតពិនិត្យមើលសមត្ថភាពវិភាគនិងដោះស្រាយបញ្ហាប្រកបដោយកតវិទ្យាបាទតក្កវិទ្យា sorry នេះចំណុចនេះគេចង់និយាយមកន័យថាអឺគេវិភាគមើលថាតើគាត់អាចដោះស្រាយបញ្ហាបានដែរអត់អីចឹងណាថាក្មេងជំនាន់ក្រោយអាចដោះស្រាយបញ្ហាបានដែរអត់ហើយចំណុចបន្ទាប់គឺដើម្បីប្រៀបធៀបកម្រិតចំណេះដឹងរបស់សិស្សក្នុងប្រទេសមួយធៀបទៅនឹងសិស្សនៅក្នុងបណ្ដាប្រទេសដទៃទៀតចំណុចនេះគេចង់និយាយថាគេធ្វើតេស្តនឹងឡើងគឺអឺដើម្បីកំណត់បានថាប្រទេសណាដែលមានកំណត់ថាប្រទេសណាដែលមានសិស្សខ្លាំងអីចឹងណាចឹងគេនឹងដាក់ចំណាត់ថ្នាក់តាមលេខរៀងសិស្សចឹងទៅតាមការធ្វើតេស្តអានឹងចឹងទៅហើយចូលមកដល់ចំណុចទី4បាទចំណុចទី4ជាចំណុចចុងក្រោយរបស់ខ្ញុំហ្នឹងសារៈសំខាន់នៃការធ្វើតេស្តភាសាបាទចឹងសារៈសំខាន់នៃការធ្វើតេស្តភាសាហ្នឹងមានអីខ្លះបាទអញ្ចឹងសារៈសំខាន់នៃតេស្តភាសាហ្នឹងមានដូចជាសម្រាប់សិស្សបាទសម្រាប់សិស្សជួយឲ្យសិស្សចេះគិតបែបវិភាគបាទចេះគិតបែបវិភាគនិងមានភាពច្នៃប្រឌិតបាទមានន័យថាឲ្យសិស្សហ្នឹងគិតបែបវិភាគដែលមានលក្ខណៈថាសំណួរចេញមកអញ្ចឹងទៅយើងអាចជាសំណួរបើកអីចឹងទៅដើម្បីអឺដើម្បីបានគាត់វិភាគទៅលើសំណួរហ្នឹងអញ្ចឹងទៅហើយសម្រាប់គ្រូបង្រៀនបាទជួយឲ្យគ្រូកែលម្អវិធីសាស្ត្របង្រៀនបាទជួយឲ្យគ្រូកែលម្អវិធីសាស្ត្របង្រៀនបន្ទាប់ពីដឹងថាសិស្សយើងលទ្ធផលចេញមកបែបម៉េចអីចឹងបន្ទាប់ពីធ្វើតេស្តវីសាហ្នឹងរួចចឹងណាបាទដោយងាកមកផ្ដោតលើការបង្រៀនឲ្យសិស្សយល់ពីការអនុវត្តក្នុងជីវិតពិតជាជាង
ការបង្ខំឲ្យសិស្សទន្ទេញចាំបាទមានន័យថាឧទាហរណ៍ថាលោកគ្រូគាត់បញ្យល់អញ្ចឹងណាគាត់ព្យាយាមបញ្យល់ឲ្យពាក់ព័ន្ធជាមួយនឹងតថភាពជាក់ស្ដែងដែលរស់នៅប្រចាំថ្ងៃខ្ញុំឧទាហរណ៍ពីខាងលើអញ្ចឹងដូចគណិតវិទ្យាក៏យើងអាចយកមកប្រើប្រាស់ប្រចាំថ្ងៃបានដែរដូចយើងទិញតំណែងអីមួយទៅផ្សារទិញអីក៏យើងប្រើប្រាស់គណិតវិទ្យាដែររាល់ថ្ងៃហ្នឹងហើយគាត់ថាយើងអត់ដឹងខ្លួនថាយើងប្រើអីអញ្ចឹងទៅបាទដូចជាវិទ្យាសាស្ត្រអីក៏យើងប្រើប្រចាំថ្ងៃដែរដូចយើងស្មានអញ្ចឹងណាយើងស្មានថាម៉ោងប្រហែលយើងស្មានថាអាកាសធាតុទទុំហ្នឹងអាចភ្លៀងអត់បាទហ្នឹងគឺយើងកំពុងប្រើប្រាស់ហើយបាទសម្រាប់ប្រព័ន្ធអប់រំសម្រាប់ប្រព័ន្ធអប់រំនោះគឺដើម្បីជាទិន្នន័យដ៏សំខាន់សម្រាប់ក្រសួងអប់រំនៅក្នុងការរៀបចំគោលនយោបាយនិងកែលម្អកម្មវិធីសិក្សាឲ្យមានគុណភាពស្របតាមស្តង់ដារអន្តរជាតិបាទបន្ទាប់ពីធ្វើអត្តពិសានឹងហើយខាងក្រសួងគាត់នឹងមើលហើយថាទៅពង្រឹងបែបណាទៀតបាទដើម្បីឲ្យទំពាំងក្នុងរិស័យក្រោយៗគឺគាត់កាន់តែមានប្រសិទ្ធភាពតាមតែអាចលទ្ធភាពដែលពួកគាត់អាចធ្វើទៅបានណាក្រសួងបាទបាទចំណុចបន្ទាប់គឺចំណុចបញ្ចប់ហើយបាទអរគុណបាទខ្ញុំដល់ចំណុចបញ្ចប់ហើយបាទសូមអរគុណលោកគ្រូហើយនិងមិត្តរួមថ្នាក់ទាំងអស់គ្នា